ប្រសិនបាទជួប Arsenal តើបើលេងបើបានប្រព័ន្ធយុគមិញនេះប៉ះជាមួយ Arsenal យ៉ាងណាដែរបើសិនជាលេងបានដូចយុគមិញនេះប៉ះជាមួយនឹង Arsenal បច្ចុប្បន្នជើងក្រោមមាំគូសំបាទជើងក្រោមមាំគូសំយុគមិញបើសិនជាយើងនិយាយជា key បាទ Bruno គឺជា key ល្អបាទរបស់ Man U បាទបើសិនជាយើងនិយាយពីតំបន់ការពារយើងសរសើរទៅកាន់កីឡាករដែលអវត្តមានរដូវកាលមុនពេញតែម្ដងគឺ Lisandro Martinez បន្ទាប់ពីចូលទីលានវិញគឺគាត់ធ្វើបានល្អបាទ Harry Maguire ជួយសម្រួលមួយក្រុមបានច្រើនសម្រាប់ Casemiro គឺគាត់មានទាំងក្រោមមានទាំងលើបាទហើយយុគមិញនេះឃើញថាសម្រាប់ Kobbie Mainoo ប្រិមត្តឃើញទេបាទហេតុអីបានជាលោក Amorim អត់ដាក់ Mainoo លេងហេតុអីបាន Mainoo យុគមិញគឺលេងល្អម៉េះបាទអញ្ចឹងប្រិមត្តបាទអារម្មណ៍របស់កីឡាករគឺវាអត់ដូចគ្នាទេកាលណាដាក់ឲ្យគ្នាលេងតិចអញ្ចឹងអារម្មណ៍ចូលលេងមកដឹងថាលេងតបានអីគ្រូដេញគ្រូដូរទៀតហើយអញ្ចឹងជិលចង់លេងតាមធម្មតាអញ្ចឹងណាបាទបើសិនមកច្បាស់គ្នាជាមួយនឹង Arsenal ខ្ញុំយល់ឃើញថាប្រសិនបើលេងបែកនេះណាបាទសម្រាប់ Man U វាមានទៅមានមកគ្រាន់ថាសម្រាប់ Arsenal គឺគេមានតំបន់ស្លាប់ល្អបាទទាំងឆ្វេងទាំងស្ដាំបាទសប្តាហ៍ថ្ងៃបើសិនជាយើងប៉ះគ្នាគឺមានដាឡុតលោកសហើយសម្រាប់ Arsenal វិញគឺគេមានតាំងពីសាកាគេមានតាំងពី Martinelli ផងគេមាន Trossard ហើយគេមាន Madueke ទៀតអញ្ចឹងវាមានផលលំបាកគួរសមដែរបាទសម្រាប់ Manchester United តំបន់ប្រយុទ្ធកណ្ដាលអូខេបាទវាជារឿងមួយដែលមានភាពល្អបាទព្រោះ Arsenal បើនិយាយពីប្រយុទ្ធកណ្ដាលរបស់ Arsenal គឺដូចជាមិនសូវជាបាទគេហៅថាល្អណាស់ទេភាគច្រើនគឺ Arsenal កើតចេញពីការset play បាទឬក៏ set piece បាទក៏ដូចជាលេងតំបន់ស្លាប់ខ្លាំងបាទអត់សូវលេងកណ្ដាលខ្លាំងទេបាទសម្រាប់ Arsenal អញ្ចឹងប្រសិនបើ Man U ប្រេសខ្លាំងអាចនឹងទប់ស្លាប់បាទរបស់ Arsenal បានហ្នឹងហើយបាទអាចយកឈ្នះបានហើយតែបើសិននិយាយតែមខ្ញុំគិតថា Arsenal នៅតែមានតែមជាងដោយសារតែទាំងការពារទាំងបម្រើទាំងប្រយុទ្ធគឺគេមានពេញទីអស់ហើយបាទតែយ៉ាងណាមិញប្រិមិត្តណាដូចខ្ញុំលើកឡើងវិញអញ្ចឹងបាទសម្រាប់ Man U កីឡាករគេសម្រាប់បានពេញមួយសប្តាហ៍ណាបាទកីឡាករ Man U សម្រាប់បានពេញមួយសប្តាហ៍ Arsenal អាទិត្យហ្នឹងពាក់កណ្ដាលអាទិត្យត្រូវលេង UEFA Champions League សម្រាប់បាន3ថ្ងៃត្រូវប៉ះមួយ Man U ទៀតណាបាទអញ្ចឹងមិនមែនដូច Man U ទេ Man U គេមានកម្លាំងគេពេញជាងណាបាទអូសម្រាប់ច្រើនពេកខ្លាចបែកតម្រង់ទេមិនអញ្ចឹងទេបាទប្រិមិត្តបាទការសម្រាប់បានច្រើនកីឡាករគឺមានកម្លាំងពេញបាទបើតែសម្រាប់មែនតែគាត់មិនមែនសម្រាប់ដេកណាគឺវឹកហាត់នៅមួយថ្ងៃទល់មួយថ្ងៃគឺវឹកហាត់ថ្ងៃហ្នឹងវឹកហាត់ស្អែកវឹកហាត់បាទអាចនឹងសម្រាប់មួយថ្ងៃស្អែកឡើងខាងវឹកហាត់ទៀតបាទគេមាន soft គេមាន hard ហើយគេមាន technique call បាទ training របស់គេបាទហើយគេមាន session របស់គេច្រើនក្នុងមួយថ្ងៃបាទអញ្ចឹងមិនមែនកីឡាករសម្រាប់ហ្នឹងគឺគាត់អត់មានអីធ្វើទេណាបាទគាត់សម្រាប់ក៏គាត់នៅតែវឹកហាត់ដែរបាទគ្រាន់ថាកម្លាំងគាត់ពេញមិនដូចអ្នកដែលត្រូវលេងច្រើននោះទេបាទដូច Arsenal អញ្ចឹងឃើញទេមួយរយៈនេះមានអីទៀត FA ផង League Cup ផង Premier League ផងឥឡូវត្រូវ UEFA Champions League អាទិត្យក្រោយ Premier League ហើយអាទិត្យក្រោយមួយទៀតគឺ UEFA Champions League ទៀតឃើញទេអត់បានសម្រាប់ទេបាទកីឡាករមានពេលតែ3ថ្ងៃសម្រាប់លេងអញ្ចឹងកម្លាំងវាអាចនឹងអស់ទៅតាមហ្នឹងបាទវាអាចអស់ទៅតាមហ្នឹងប្រិមត្តក៏បានឃើញដែរកីឡាករបាទក្លឹបខ្លះបាទដើមរដូវកាលល្អស្រាប់តែចុងរដូវកាលគឺចាប់ផ្ដើមពាក់កណ្ដាលរដូវកាលទៅគឺចាប់ផ្ដើមធ្លាក់ទៅក្លឹបខ្លះទៀតដើមរដូវកាលសូវល្អទេពាក់កណ្ដាលរដូវកាលចាប់ផ្ដើមល្អទៅបាទនេះក៏ជាមូលហេតុមួយដោយសារតែកម្លាំងដូចគ្នាបាទការលេងច្រើនមិនប្រកាសថាគាត់ជោគជ័យនោះទេវាអាចនឹងបាត់បង់កីឡាករដោយសាររបួសវាអាចនឹងកីឡាករអស់ស៊ូបាទ